hàng chơi miết sầm đạp thua ca tinh nâng lụa được ngày chăn đám sập đá từ ngày tì một phẩy đầm lái hàng chơi miết được bậc này được dùn buôn pon một phẩy đờ la không mùi áo cứ chỉ cứ sầm buôn rồi phải sập buôn đờ la không mùi chí đầm lái miết cứ cặp bông đá sai véจะหลอกประมาณจิตตรง50 ดอลลาร์ขนมเอาเดี๋ยวบรรจุในตำแหน่งตีปรักมั้งในสถานขนมศูนย์ใบปอนประมาณเลย80 ดอลลาร์ขนมเอาเขากับบันการลามาวิ่งมากับใบศูนย์บุญปอน30 ดอลลาร์วิ่งบุญปอนทำเช่นเมียในทั้งไงนี้หนึ่งประตูดาไซเวในขนมดำบอลนั้นโดยมันตอนการล้างตะลือหรือกระจกมาโคมเชิญทีอย่างนั้นก็ได้ยังก็มีตำแหน่งสมัยทั่วแก่ติงมาดองเทียบในศูนย์ใบปอนประมาณเลย85 ดอลลาร์แต่ตำแหน่งที่ปีในศูนย์ใบปอนประมาณเลย65 តម្លៃទី3ស្ថិតនៅศูนย์3945 ដុល្លារក្នុងមួយអោនដែលជាតំបន់ទាបចុងក្រោយហាងជ័យមាសបង្កើតកពូ1 2ណាអញ្ចឹងបើចុះមកអាចដាក់តំបន់លេខឡាយនៅศูนย์3980នេះធ្លាក់មករកศูนย์3950ឬក៏3940តែម្ដងទិសដៅបន្ទាប់ទៀតក្នុងករណីបុកអត់លេខ3980តម្លៃមាសនឹងមានការកើនឡើងទៅលើដោយទិសដៅដែលយើងរងចាំលក់ម្ដងទៀតនៅศูนย์4045 ដុល្លារក្នុងមួយអោនទៅតម្លៃទី2គឺศูนย์4065តម្លៃកពូចុងក្រោយនៅศูนย์4090 ដុល្លារក្នុងមួយអោនហាងជ័យមាសបើយើងមើលទៅលើ structure គឺបានបង្កើតទៅជាលំហូរទៅឡើងដែរទេដោយសារតែសម្ពាធសង្គ្រាមទេដែលធ្វើឲ្យតម្លៃទីផ្សារមាសឡើងអត់ទាន់រួចណាយ៉ាងណាក្តីប្រសិនបើតម្លៃមាសនៅថ្ងៃទី20នេះព្យាយាមបុកបំបែកនៅศูนย์4030ឬក៏4040ទិសដៅមាសនឹងរត់មករកศูนย์4080ទៅតម្លៃ4090 ដុល្លារក្នុងមួយអោនអញ្ចឹងនៅពេលដែលបំបែក structure បងប្អូនប្រោតទៅលើការទិញក្នុងករណីចុះទាបខ្លាំងមកដល់ศูนย์3940ក៏បងប្អូននៅតែបន្តទិញនៅក្នុងការទាញយកផលចំណេញនៅថ្ងៃទី20នេះដូចគ្នាតម្លៃប្រេងបានកើនឡើងជាង 4% នៅថ្ងៃសុក្រដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង1ខែដោយដាក់សម្ពាធនយោបាយលើប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំខណៈដែលគណៈបក្សសាធារណរដ្ឋរបស់លោកកំពុងព្យាយាមរក្សាអំណាចនៅក្នុងការបោះឆ្នោតសភានៅខែវិច្ឆិកានេះទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់បានសាកល្បងដែនកំណត់នៃការកើនឡើងចាប់តាំងពីកិច្ចព្រមព្រៀងបត់ឈប់បាញ់របស់ពួកគេបានដួលរលំកាលពីសប្តាហ៍មុនដែលបានបង្កើនលទ្ធភាពនៃការវិលត្រឡប់ទៅរកសង្គ្រាមពេញលេញវិញបញ្ជាការកណ្ដាលរបស់យោធាអាមេរិកបាននិយាយថាខ្លួនបានបញ្ចប់ការវាយប្រហារជុំចុងក្រោយរបស់ខ្លួនដោយវាយប្រហារលើទីតាំងឃ្លាំមើលហិកថារចនាសម្ព័ន្ធភស្តុភារយោធារួមទាំងកន្លែងផ្ទុកអាវុធក្រោមដីនិងសមត្ថភាពដែនសមុទ្រការបិទគប់ច្រកសមុទ្រហូមូសឡើងវិញរបស់អាមេរិកនិងអឺរ៉ុងបានកាត់បន្ថយការនាំចេញប្រេងនិងឧស្ម័នធម្មជាតិពីមជ្ឈមបូព៌ាយ៉ាងខ្លាំងដែលបន្ថែមសម្ពាធដល់ទីផ្សារថាមពលពិភពលោកហាងជ័យមាសសម្រាប់ធ្វើការទិញនិងលក់នៅថ្ងៃច័ន្ទដើមសប្តាហ៍ត្រូវនៅថ្ងៃទី20តម្លៃហាងជ័យមាសនៅព្រឹកនេះនៅศูนย์4020 ដុល្លារក្នុងមួយអោនគិតជីគឺស្មើ484 ដុល្លារក្នុងមួយជីតម្លៃមាសគឺកំពុងតែដើរសាយវ៉េចន្លោះប្រមាណជាខ្ទង់50 ដុល្លារក្នុងមួយអោនដែលបានចុះនៅតម្លៃទាបព្រឹកមិញនៅស្ថិតនៅក្នុងศูนย์3981 ដុល្លារក្នុងមួយអោនហើយក៏បានកើនឡើងមកវិញមកក្បែរศูนย์4030 ដុល្លារវិញបងប្អូនហាងជ័យមាសនៅថ្ងៃនេះនឹងបន្តដើរសាយវ៉េនៅក្នុងតំបន់ហ្នឹងដោយមិនទាន់កើនឡើងទៅលើឬក៏ចុះមកក្រោមច្រើនទេយ៉ាងណាក្តីយើងក៏មានតម្លៃសម្រាប់ធ្វើការទិញម្ដងទៀតនៅศูนย์3985 ដុល្លារទៅតម្លៃទី2នៅศูนย์3965តម្លៃទី3ស្ថិតនៅศูนย์3945 ដុល្លារក្នុងមួយអោនដែលជាតំបន់ទាបចុងក្រោយហាងជ័យមាសបង្កើតកពូ1 2ណាអញ្ចឹង